highlight ទាំងស្រុងបាននៃការប្រកួតរវាង Light FC បាទជាមួយនឹង Visakha ដែលកាត់ឡើង4គ្រាប់បាននៅកីឡាដ្ឋាន Light ខេត្តព្រះសីហនុយើងឃើញថា4គ្រាប់កាត់ឡើងធ្វើឲ្យអ្នកគាំទ្រហូរកញ្ជ្រូវពេញបាទកីឡាដ្ឋានតែម្ដងមុនការប្រកួតចាប់ផ្ដើមក៏មានការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាយើងឃើញថាបាទថ្ងៃនេះបាទក្រុមទាំងពីរពិតជាប្រកួតជក់ចិត្តដិតអារម្មណ៍ធ្វើឲ្យអ្នកគាំទ្រហើបបាទពីកៅអីតែម្ដងឱកាសដំបូងរបស់ Light FC បាទកន្លែងនេះគឺបង្កើតឱកាសឲ្យគឹមហេយិនស៊ូទាត់ស្ដាំជួយបានពីហុលគឹមហុយជះចេញមកវិញហើយក៏ឱកាសនេះហើយក្របបានដំបូងរបស់វិសាខាពីការតែរបស់ផាឡេអ៊ីវេចាមកដល់ណានណាខ្វមមេអូប៉ុងទាត់ស្ដាំបុកបង្គោលទីហើយក៏បញ្ចូលទីបាញ់ល្អការតែតអាស៊ីក្របបានដំបូងរបស់ផាឡាអ៊ីវីចាហើយក៏បាទទាត់ស្ដាំនេះគ្មានសល់ទេមួយគ្រាប់របស់ណានណាខ្វមមេអូប៉ុងបាទក៏មានការគោរពទៅដល់វិញ្ញាណក្ខន្ធបាទវិរៈកងទ័ពពលីរបស់កម្ពុជាផងដែរកន្លែងនេះមួយជើងរបស់គូសុភ័ក្រទាត់ស្ដាំហើបុករបស់ទេឱកាសតរបស់កាន់ពិសាកន្លែងនេះក៏ជួយបានពីហុលគឹមហុយទៀតបាទគឹមហុយជួយបានច្រើនលើកច្រើនសារផងដែរក្នុងការប្រកួតថ្ងៃនេះឱកាសទៅកន្លែងនេះពីការទាត់ឆ្វេងរបស់លេងដូរ៉ាប៉ុន្តែមិនចំគោលដៅនោះទេណាណាខ្វមមេអូប៉ុងបញ្ជូនទៅកន្លែងនេះឲ្យសិនកដាដាក់លបឿនទៅខ្លួនឯងកដាចោះឲ្យណាណាខ្វមមេអូប៉ុងតែឆ្វេងបញ្ចូលទីបានយ៉ាងល្អក្របបាល់ទី2របស់ណាណាខ្វមមេអូប៉ុងពីការបញ្ជូនរបស់សិនកដាចោះស្អារ៉ាបាទហើយក៏ថែមឆ្វេងបំប៉ោងសំណាញ់ទីតែម្ដងគ្មានសល់ទេមួយគ្រាប់ដ៏ល្អរបស់ណាណាការបញ្ជូនដល់ច្បាស់របស់សិនកដាផងដែរបាទកន្លែងនេះទៅជាបន្តពីការបង្កើតឱកាសរបស់សិនកដាជាបន្តកដាក្រោះមកក៏តែពីផាឡាអ៊ីវ៉ាចាក៏ថែមបាពីផាកចុងប៊ីនរកបានក្របបាល់ទី3ឲ្យវិសាខានាំមុខ3-0ពីការតែខុសហើយក៏ថែមស្ដាំរបស់ផាកចុងប៊ីនហើយក៏រកបានក្របបាល់តែម្ដងបាទ3-0ពីការទាត់បញ្ចូលទីរបស់ផាកចុងប៊ីនកន្លែងនេះការតែរបស់បាទគឹមហេយិនស៊ូប៉ុន្តែបែរជាបាទខុសគោលដៅអាទ័រចែមបញ្ជូនទៅកន្លែងនេះឲ្យកាន់ពិសាលក៏ទាញទាត់ឆ្វេងព្រីហ្វិលនិងអុកសវណ្ណហើយក៏ចូលមុំតូចបានយ៉ាងល្អបាទតាមពីក្រោយ1-3ពីការទាត់បញ្ចូលទីរបស់កាន់ពិសាលទាត់ស្អាតណាស់បាទកន្លែងនេះទាញហើយក៏ទាត់ឆ្វេងបាទបញ្ចូលទីបានយ៉ាងស្អាតតែម្ដងក្របបាល់តាមពីក្រោយ1-3របស់ Light FC បាទយើងឃើញថាកន្លែងនេះការទាត់របស់ជាសវ័យក៏មិនចំគោលដៅជាសវ័យបាទគាត់ទាត់មួយជើងស្ដាំ